រៀបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Jessica Tips ផ្សាយជាថ្មីសូមស្វាគមន៍មកកាន់ដំណើរដ៏សំខាន់បំផុតនៅក្នុងជីវិតមិនមែនជាដំណើរទៅកាន់កន្លែងខាងក្រៅទេតែជាដំណើរចូលទៅខាងក្នុងថ្ងៃនេះយើងនឹងរៀនអំពីវិធីតាមដានចិត្តវិញ្ញាណសូមសួរខ្លួនឯងថាតើខ្ញុំជាអ្នកណាអ្នកប្រហែលជាឆ្លើយថាខ្ញុំឈ្មោះនេះខ្ញុំមានមុខរបរនេះប៉ុន្តែនោះគ្រាន់តែជាស្លាកសញ្ញារបស់យើងតែប៉ុណ្ណោះចុះបើអ្នកគ្មានឈ្មោះចុះបើអ្នកគ្មានមុខរបរតើអ្នកនៅតែមានជីវិតទេចម្លើយគឺមានអ្នកគឺជាអ្នកដឹងអ្នកគឺជាអ្នកសង្កេតដែលកំពុងមើលឃើញជីវិតនេះចិត្តវិញ្ញាណគឺជាតួអង្គដែលនៅពីក្រោយភ្នែករបស់អ្នកនៅពីក្រោយគំនិតរបស់អ្នកមនុស្សភាគច្រើនរស់នៅក្នុងស្ថានភាពដេកលក់ពួកគេបណ្ដោយឲ្យគំនិតនិងអារម្មណ៍អូសទាញពួកគេទៅឆ្វេងទៅស្ដាំដោយមិនដឹងខ្លួនពេលខឹងគេខ្លាចជាកំហឹងពេលទុក្ខគេខ្លាចជាទុក្ខសោកការតាមដានចិត្តវិញ្ញាណគឺជារឿងថយមួយជំហានជំនួសឲ្យការនិយាយថាខ្ញុំខឹងយើងរៀននិយាយថាខ្ញុំកំពុងសង្កេតឃើញថាមានកំហឹងកើតឡើងនៅក្នុងចិត្តភាពខុសគ្នាគឺធំធេងណាស់មួយគឺជាការជាប់ជំពាក់មួយទៀតគឺជាសេរីភាពនៅក្នុងវីដេអូនេះយើងនឹងមិនរៀនបន្ថែមអំពីចំណេះដឹងថ្មីទេតែយើងនឹងរៀនដកចេញនៅការវង្វេងយើងនឹងរៀនធ្វើជាកាមេរ៉ាសុវត្ថិភាពនៃជីវិតខ្លួនឯងកាមេរ៉ាមិនមែនវិនិច្ឆ័យទេវាគ្រាន់តែថតទុកនៅអ្វីដែលកើតឡើងចិត្តវិញ្ញាណរបស់អ្នកក៏ដូចគ្នាវាបរិសុទ្ធវាស្ងប់ស្ងាត់ហើយវាតែងតែនៅរងចាំអ្នកឧបសគ្គធំបំផុតនៃការតាមដានចិត្តវិញ្ញាណគឺគំនិតខួរក្បាលរបស់យើងផលិតគំនិតរាប់ម៉ឺនក្នុងមួយថ្ងៃភាគច្រើនជាគំនិតដដែលគំនិតភ័យខ្លាចឬគំនិតវិនិច្ឆ័យបញ្ហាគឺយើងតែងតែគិតថាយើងគឺជាគំនិតទាំងនោះលំហាត់ដែលត្រូវអនុវត្តគឺការមើលពពកស្រមៃនៅក្នុងចិត្តរបស់អ្នកថាគឺជាមេឃពណ៌ខៀវស្រងាត់គំនិតរបស់អ្នកគឺជាពពកដែលហោះកាត់ពពកខ្លះពណ៌ស្រស់ស្អាតប្រៀបបានដូចជាគំនិតល្អចំណែកឯពពកខ្លះទៀតខ្មៅមានព្យុះប្រៀបដូចជាគំនិតអាក្រក់មេឃមិនដែលរត់តាមពពកទេមេឃគ្រាន់តែនៅស្ងៀមហើយអនុញ្ញាតឲ្យពពកហោះកាត់អ្នកគឺជាមេឃអ្នកមិនមែនជាពពកទេចាប់ពីពេលនេះមានគំនិតកើតឡើងកុំតោងវាអីគ្រាន់តែមើលវាហើយនិយាយថាអូមានគំនិតមួយទៀតហើយរួចឲ្យវាហោះចេញទៅដូចជាពពកពេលអ្នកចាប់ផ្ដើមបារម្ភពីអនាគតនិយាយនៅក្នុងចិត្តថាខ្ញុំកំពុងគិតពេលអ្នកនឹកឃើញរឿងអតីតកាលចូលនិយាយថាខ្ញុំកំពុងចងចាំពេលអ្នកវិនិច្ឆ័យអ្នកដទៃនិយាយថាខ្ញុំកំពុងវិនិច្ឆ័យការដាក់ឈ្មោះគឺជាការកាត់ផ្ដាច់ខ្សែដែលចងជាមួយនឹងគំនិតនោះវាធ្វើឲ្យអ្នកត្រឡប់មកជាអ្នកសង្កេតវិញភ្លាមចិត្តវិញ្ញាណមិនត្រឹមតែដឹងអំពីគំនិតទេតែវាក៏ដឹងអំពីអារម្មណ៍ដែរអារម្មណ៍គឺ emotion ស្មើនឹង energy in emotion ឬថាមពលដែលកំពុងធ្វើចលនាមនុស្សភាគច្រើនខ្លាចអារម្មណ៍អវិជ្ជមានហើយព្យាយាមសង្កត់វាឬរត់គេចពីវាប៉ុន្តែការតាមដានចិត្តវិញ្ញាណតម្រូវឲ្យអ្នកមានអារម្មណ៍ដោយមិនចាំបាច់ខ្លាចវាទេនៅពេលដែលអ្នកខឹងឬពិបាកចិត្តសូមកុំវិភាគហេតុផលថាហេតុអ្វីគេធ្វើបែបនេះដាក់ខ្ញុំឈប់គិតហើយងាកមកមានអារម្មណ៍នៅក្នុងរាងកាយវិញសួរខ្លួនឯងថាតើខ្ញុំមានអារម្មណ៍បែបណានៅក្នុងខ្លួនតើទ្រូងរបស់ខ្ញុំតឹងទេតើពោះរបស់ខ្ញុំចឹកទេតើបំពង់ករបស់ខ្ញុំក្តៅទេយកចិត្តរបស់អ្នកទៅដាក់ក្នុងកន្លែងណាដែលមានអារម្មណ៍ថាឈឺចាប់
នេះហៅថាការអោបក្រសោបអារម្មណ៍នៅពេលដែលអ្នកយកពន្លឺនៃស្មារតីទៅជះលើអារម្មណ៍ឈឺចាប់អារម្មណ៍នោះនឹងឆាប់រសាយវាមិនត្រូវការវិភាគទេវាត្រូវការតែអ្នកដែលទទួលស្គាល់និយាយទៅកាន់អារម្មណ៍នោះថាខ្ញុំឃើញឯងហើយឯងអាចនៅទីនេះបានខ្ញុំមិនខ្លាចឯងទេនេះគឺជាការផ្សះផ្សាផ្លូវចិត្តដ៏ជ្រាលជ្រៅបំផុតអ្នកក៏មិនចាំបាច់ទៅបួសក្នុងព្រៃដើម្បីតាមដានចិត្តវិញ្ញាណដែរកន្លែងហ្វឹកហាត់ដ៏ល្អបំផុតគឺនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទស្សនវិជ្ជា Zen ពោលថាពេលដើរគឺដើរពេលញ៉ាំគឺញ៉ាំតើអ្នកធ្លាប់ញ៉ាំបាយបណ្ដើរមើលទូទួលបណ្ដើរហើយមិនដឹងថាបាយមានរសជាតិយ៉ាងណាទេនោះគឺអ្នកបាត់បង់ចិត្តវិញ្ញាណហើយអ្នកកំពុងរស់នៅក្នុងពិភព Digital មិនមែនពិភពពិតការដើរដោយមិនដឹងខ្លួនថ្ងៃនេះពេលអ្នកដើរទោះបីដើរទៅបន្ទប់ទឹកក៏ដោយសូមតាមដានជើងរបស់អ្នកដែលដើរប៉ះដីឆ្វេងឬក៏ស្ដាំឆ្វេងឬក៏ស្ដាំមានអារម្មណ៍ដឹងនៅទម្ងន់ខ្លួនមានអារម្មណ៍ដឹងពីខ្យល់ប៉ះស្បែកនេះគឺជាការទាញចិត្តវិញ្ញាណឲ្យស្ថិតនៅខាងក្នុងនាពេលបច្ចុប្បន្នការធ្វើរឿងច្រើនក្នុងពេលតែមួយគឺជាសត្រូវរបស់ចិត្តវិញ្ញាណនៅពេលលាងចានសូមតែផ្ដោតលើការលាងចានទទួលអារម្មណ៍ទឹកត្រជាក់និងសាប៊ូនៅពេលធ្វើការសូមផ្ដោតតែលើការងារនៅពេលអ្នកដាក់ចិត្តទាំងស្រុងទៅលើសកម្មភាពបច្ចុប្បន្នសកម្មភាពធម្មតានឹងក្លាយទៅជាសកម្មភាពដ៏ពិសិដ្ឋអ្នកនឹងមានអារម្មណ៍ស្ងប់និងមានថាមពលចិត្តវិញ្ញាណរបស់អ្នកនិយាយភាសាស្ងៀមស្ងាត់នៅក្នុងពិភពលោកដែលមានសម្លេងរំខានយើងកម្របានលឺវាណាស់តើអ្នកអាចរស់នៅស្ងៀមម្នាក់ឯងដោយមិនកាន់ទូរស័ព្ទរយៈពេល10នាទីបានទេប្រសិនបើអ្នកមានអារម្មណ៍ថាធុញឬស្មុគស្មាញនោះបង្ហាញថាអ្នកបានបាត់បង់ការតភ្ជាប់ខ្លួនឯងហើយសូមព្យាយាមរកមើលចន្លោះតូចមួយនៅពេលដែលកំណត់មួយចប់ហើយកំណត់មួយទៀតមិនទាន់ចូលមកចន្លោះនោះគឺចិត្តវិញ្ញាណសិតសាតវាមិនមានរូបរាងវាមិនមានសម្លេងតែវាពោរពេញទៅដោយសន្តិភាពនៅពេលដែលអ្នកតាមដានចន្លោះនេះកាន់តែយូរអ្នកនឹងកាន់តែមានប្រាជ្ញាពិចារណញ្ញាណគឺជាសម្លេងរបស់ចិត្តវិញ្ញាណវាមិនស្រែកទេវាខ្សឹបវាប្រាប់អ្នកថាទៅផ្លូវនេះឬកុំធ្វើរឿងនេះដើម្បីតាមដានវាអ្នកត្រូវសួរខ្លួនឯងជាញឹកញាប់ថាតើបេះដូងរបស់ខ្ញុំមានអារម្មណ៍យ៉ាងណាមិនមែនតើខួរក្បាលខ្ញុំគិតយ៉ាងណានោះទេបេះដូងរបស់អ្នកដឹងពីផ្លូវដែលអ្នកត្រូវទៅការតាមដានចិត្តវិញ្ញាណមិនមែនជាអ្វីដែលអ្នកធ្វើតែ1ម៉ោងនោះទេវាគឺជារបៀបរស់នៅថ្មីរស់នៅដោយការដឹងខ្លួនរស់នៅដោយការសង្កេតនៅពេលអ្នកខ្លាចជាអ្នកសង្កេតអ្នកនឹងលែងរងទុក្ខដោយសាររឿងខាងក្រៅទៀតហើយអ្នកនឹងក្លាយជាម្ចាស់នៃជីវិតខ្លួនឯង